ចាជាទូទៅបើសិនបើក្មេងដួលប៉ះទង្គិចត្រូវក្បាលទីមួយនោះគឺយើងត្រូវរកមើលសញ្ញាគ្រោះថ្នាក់អញ្ចឹងសញ្ញាគ្រោះថ្នាក់មានដូចជាគាត់បាត់បង់ស្មារតីសន្លប់ឬមួយក៏វង្វេងស្មារតីជាដើមហើយសញ្ញាគ្រោះថ្នាក់មួយចំនួនទៀតដែលលោកប៉ាអ្នកម៉ាក់ទាំងអស់ត្រូវកត់សម្គាល់ហ្នឹងមានដូចជាការក្អួតចង្អោរមានទឹកថ្លាឬមួយក៏ឈាមហូរចេញពីច្រមុះនិងត្រចៀកហើយគាត់មានអាការៈដូចជាសន្លឹមទន់ដៃទន់ជើងខុសពីធម្មតាហើយនិងងងុយគេងខុសពីធម្មតាលើសពីនេះទៅទៀតគាត់អាចត្អូញថាឈឺក្បាលហើយឈឺក្បាលខ្លាំងឈឺអត់បាត់អីអញ្ចឹងនេះគឺសិតតែជាសញ្ញាគ្រោះថ្នាក់ដែលលោកប៉ាអ្នកម៉ាក់ត្រូវកត់សម្គាល់បើសិនជាមានគឺត្រូវតែនាំគាត់ទៅជួបគ្រូពេទ្យនៅកន្លែងសង្គ្រោះបន្ទាន់ឲ្យបានជាដាច់ខាតក៏ប៉ុន្តែប្រសិនបើគ្រាន់តែជាការប៉ះទង្គិចតិចតួចទេលោកប៉ាអ្នកម៉ាក់មិនបាច់បារម្ភខ្លាំងពេកទេអញ្ចឹងអាចថាយកតកមកស្អំឲ្យគាត់រយៈពេល15ទៅ20នាទីហើយតាមដានមើលនៅសញ្ញាដែលអ្នកគ្រូបានរៀបរាប់មុននឹងឲ្យបានយ៉ាងហោចណាស់24ម៉ោង